សម្រាប់អាហារដែលឈ្ងុយឆ្ងាញ់មួយពេលនេះក៏អរគុណទៅដល់អាកូនលក់គ្រឿងសមុទ្រផងដែរតែសំខាន់មកទាំងគ្រួសារលើកតបម្ហូបហ្មងបងប្អូនឯងមិនមែនថាម្ហូបហ្នឹងគាត់នឹកឃើញតែគាត់ព្រីឲ្យយើងទេនឹកឃើញតែគាត់ទឹកបើកហាងថ្មីយើងមកជួយគ្រប់គ្រងគាត់អីចឹងណាមានអីសង្ហាឲ្យចិត្តល្អទៀតឥឡូវឆ្លៀតក្នុងឱកាសនេះចាក៏ថាមកពីសកម្មភាពពួកខ្ញុំដើរចូលទៅក្នុងហាងរបស់គាត់ខ្ញុំធ្លាប់ឃើញគាត់បង្ហោះក្នុង WeChat ដែរឃើញហាងគាត់ធំណាស់ហើយកន្លែងស្អាតទៀតដឹងតែគាត់បើកនៅក្រុងឯណាបងប្អូនអើយចាំបើកនៅណាកន្លែងតំបន់ទេសចរលើភ្នំលើអីតើឲ្យប្តីទេទៅមានអីគាត់បើកនៅផ្សារសោះហាងគាត់វិញបងប្អូនអើយនេះគេថាជីចរាយន្តឡើងទៅដល់លើហ្មងណាដូចជា Sky Bar មួយកន្លែងអញ្ចឹងផ្លូវច្រកចូលមិញដែលថាទូចឲ្យស្រាប់ឡើងមកលើម្នាយធំប៉ុណ្ណាណីឥឡូវនេះជួបម្ចាស់ហាងហើយគ្រាន់តែឃើញយើងភ្លាមសប្បាយចិត្តណាបងប្អូនអើយនិយាយមែនបងឯងណាចង់ថាហូបអីបងរើសនឹងទៅមានគ្រប់សពនេះមានតាំងពីគ្រឿងសមុទ្រក្លុកមានតាំងពីសាច់អាំងមានតាំងពីប៉ែអាំងអុយស្ទ័រអាំងអីគ្រប់សពបែបយ៉ាងហ្មងណាហើយខ្ញុំធ្លាប់តែទិញកន្លែងសាច់អាំងគេរដងអីចឹងបងអើយគេតែនយកកណ្ដាលមកគាត់មាននុយអីចឹងទៅអានេះមុខម៉ានគាត់អត់គាត់អីយើងទេហើយគាត់ឲ្យយើងរើសសេរីទៀតក្នុងចិត្តខ្ញុំមិនគិតថាម៉េចបានគាត់អត់មកគាត់អញ្ចឹងមុខមហូបម៉ានមុខអីចឹងណាមិនដឹងតែគាត់ព្រីឲ្យយើងហូបទៅទេហូបអត់អស់លុយហូបមិនអស់លុយមកជុំងុំអាណែនាំឲ្យយើងទៅអង្គុយនេះទៅបងចាំប្អូនប្រាប់ខាងចុងភៅឲ្យគេអាំងសាច់ឲ្យបងឲ្យឆ្ងាញ់នៅកន្លែងគាត់វិញទេបងប្អូនអើយតំណងណាមានតាំងពីតងមានតាំងពីតូបកញ្ចោះកន្លែងការ៉ាអូខេក៏មានសម្រាប់ច្រៀងអីចឹងណាហើយកន្លែងនេះគេស្រ័យច្រៀងមែនតែអត់មានស្រីញីអូនបងអីទេបងប្អូនអើយជាលក្ខណៈគ្រួសារអូនថាទឹកផ្លែឈើឲ្យបោកយួរសេរីបងឯងចង់បានអីហូបហ្នឹងបងមានប៊ីយ៉ាមានទឹកផ្លែឈើមានបងសម្លាញ់អូយរកគ្មាននេះព្រះអង្គហើយនិយាយមែនចិនអស់ទាំងគេបងប្អូនអើយនិយាយមែនភាកតិចណាដល់ចិត្តតលាយណាតែក៏មិនចិត្តអាក្រក់ទាំងអស់ដែរនេះមានជាកញ្ចោះទូឥឡូវកំពុងឲ្យឈោប្រុកប្រាច់មកប្តីយើងថាឲ្យយើងដើរទៅណាមិនរួចហ្មងណាស្គាល់លើកដំបូងដល់កូននឹងចិត្តល្អបាត់ហើយលោកអើយទិញហើយបញ្ចុះតម្លៃយើងដឹងតែខ្ញុំនឹងមកពីឆ្ងាយដឹងតែគាត់គិតអីចំពោះខ្ញុំហ្នឹងណារាប់អានយើងដូចបងស្រីប្រាប់កូនប្រុសខ្ញុំថាប្អូនណាថ្ងៃក្រោយមកកន្លែងបងទៀតតែអូនចង់ញ៉ាំអីញ៉ាំទៅឥឡូវកំពុងឲ្យប្រុកប្រាច់មកប្តីខ្ញុំថាបើកនេះអស់ម៉ានប្រាប់យើងទាំងអស់ហ្មងប្រាប់រៀបរាប់តាំងពីរត់ឯកសារតាំងពីថាចំណាយលុយជួលឈ្នួលជួលចុងភៅជួលអីចឹងណាអូខ្ញុំសុំតែសើហ្មងតែយើងមានតកែម្ចាស់ហាងណាមកប្រុកប្រាច់មកយើងនៅពេលកំពុងឲ្យយើងអាំងសាច់ហូបអីចឹងរាក់តាក់រស់រាយចឹងអង្គុយចិត្តកូនខ្ញុំឲ្យមុខស្រៀងគ្នាដូចបងហើយនឹងប្អូនលោកអើយហើយឥឡូវសាច់អាំងមកអាំងបានមកបដាបងប្អូនអើយនេះសាច់អាំងរបស់គាត់ទៅអត់ធំក្លិនគ្រឿងខ្លាំងទេអត់តលន់ទេបងប្អូនឆ្ងាញ់ខ្លាំងហ្មងខ្ញុំនិយាយមែនណាបើថានៅខ្មែរខ្ញុំដឹងថានាំម៉ែនាំបងនាំប្អូនខ្ញុំមកហូបនឹងឲ្យកន្លែងញ៉ាក្អូនហ្មងនេះឆ្ងាញ់មើលកូនពៅដឹងហូបបដារំបដាឲ្យមេដៃបដាលោកឲ្យហើយដាក់មកចកពីមកចកទៅមកចកអើយហូបអត់តាន់ទេអត់តាន់ប្តីខ្ញុំនឹងកូនខ្ញុំនឹងហ្មងថាខ្ញុំនឹងរវល់តែរៀបរាប់រៃរាប់ថតចុះថតឡើងមើលតែកញ្ច្រែងអស់លីងនិយាយរឿងសេវាវិញណាលោកអើយអ្នកលើកមកខ្លួនឯងតែម្ដងហើយសួរយើងបងមិនដែរបងរសជាតិមិនដែរបងសួរយើងរហូតសាច់ប៉ប៉ែអាំងបងប្អូនអើយកម្មអីគេឆ្អឹងជំនីប៉ប៉ែអាំងមានធំក្លិនប៉ប៉ែអីទេឆ្ងាញ់មែនសាច់ឡើងផុយលោកអើយនេះពីមួយម៉ាត់ទៅមួយម៉ាត់ខ្ទិះឆ្ងាញ់ខ្លាំងហ្មងណាធ្លាប់ហូបសាច់អាំងនៅប្រទេសចិនច្រើនកន្លែងបងប្អូនអើយតែតំបន់កន្លែងខ្ញុំរស់នៅអីចឹងតែវាធំក្លិនគ្រឿងខ្លាំងពេកខ្ញុំអត់សូវចេះហូបដែរតែកន្លែងអាប្អូននេះវិញគឺថាអែមខ្លាំងហ្មងឥឡូវលើកអានេះណែបកងក្បាលធំបកងនេះនឹងមកមួយចានអ៊ូងទៀតទៅនេះសួរគាត់ថាអូនណាបកងឡើងមួយចានធំអញ្ចឹងម៉ានទៅអូនម៉ានគីឡូទៅគាត់ថា1គីឡូកន្លះខ្មែរយើងអញ្ចឹងវាស្មើនឹង3គីឡូចិនវារឿងចំអិនវិញបងប្អូនអើយឲ្យលេខ1ហ្មងលោកអើយឆ្ងាញ់ហូបគ្មានសល់សាច់បកងមួយទេប្តីខ្ញុំបោះលៀនជាមួយកូនប្រុសខ្ញុំហូបយកឆ្ងាញ់ប៉ុណ្ណេះហើយថាក្រោយនាំម៉ែក្មេងនឹងឪក្មេងមកហូបម្ដងបងហើយដោយសារតែថ្ងៃនេះក៏ខ្ញុំមិនមានកម្រងអីទេថាមកហូបបាយនឹងក្រៅទៅក៏នឹកឃើញតែកូនតបើកថ្មីមានអីតម្រង់មកកន្លែងហាងគាត់ត្មងទៅឥឡូវចាបងប្អូនអើយចានេះអូយបោះលៀនលោកអើយនេះឆ្ងាញ់ឥឡូវអាបកងនេះនោះទឹកទៅអស់ថាឡើងហល់ហើយលេងពូគាត់លើកឲ្យសាច់អាំងនេះបន្ទាប់ជាមួយសាឡាត់នេះទៀតប្តីខ្ញុំគាត់ថាខំទៅគូផុយល្អមែនតែនសាច់អាំងរបស់គាត់ណាបានថារៀនចេះអីណោះតែបើកនៅស្រុកខ្មែរអីយ៉ាងណាទៅលោកអើយបើរសជាតិឆ្ងាញ់មែនណាបងប្អូននឹងនិយាយថាមិនសាច់អាំងរបស់គាត់ស្រស់ថ្មីហ្នឹងវាអត់សាច់បកកតែពេលអញ្ចេះក៏ហូបទៅមានរសជាតិឆ្ងាញ់មាំណាហើយប្តីខ្ញុំប្រឹងកញ្ចប់ឲ្យខ្ញុំអ្នកសាក់មើលឲ្យបើមិនជឿឆ្ងាញ់ណាមែនខំទៅផុយល្អឆ្ងាញ់មែនលើថាហូបបានរួចរាល់ថាទៅដល់កន្លែងអាកូនណាគិតលុយអូនស្រាប់ទៅដល់មានអីប្រកែកអីនឹងញ័រសក់ថាអត់ទេខ្ញុំអត់យកលុយទេបងខ្ញុំព្រីឲ្យបងហូបចាំសារក្រោយខ្ញុំគិតទៀតអូយបងប្អូនហើយចិត្តល្អមែនខ្ញុំទៅសើទឹកចិត្តគាត់ហើយក៏មានតែពាក្យអរគុណនឹងហេងអាកូន